ហ៊ានហៅខ្ញុំថាលោកអ្នកទាំងអស់គ្នាពិតជារឿងក្នុងផ្ទះមិនគួរនិយាយខាងក្រៅណាស់ដឹងថាយ៉ាជីធ្វើហួសហេតុម្លេះដើមឡើយខ្ញុំគិតពីស្នេហាជាងគ្នាច្រើនឆ្នាំមិនចង់ឲ្យគ្នាសោកស្ដាយបែបនេះទេតែមិនស្មានថាគាត់ចង់លួចទ្រព្យឲ្យគ្រប់យ៉ាន់ស៊ីទាំងស្រុងសុងយ៉ាជីមែនហេតុអ្វីបានជាយ៉ាងនេះក្រុមហ៊ុនក៏មានចំណែកយើងដែរហ៊ានមេត្រាអញទេត្រូវហើយពីដើមយើងជឿទុកចិត្តលោកទើបឲ្យលោកគ្រប់គ្រងក្រុមហ៊ុនតែលោកហ៊ានធ្វើរឿងបែបនេះល្អមែនមនុស្សអាក្រក់ចាប់ផ្ដើមផ្ដិតចាក់ទឹកស្មោកគ្រោកទៅលើម្ដាយពេលនោះអ្នកភ្នាក់ងារទាំងអស់នឹងវាយប្រហារម្ដាយមិនចម្លែកទេសម្លេងលើគោកមិនសូវធ្ងន់តែនឹងស្លាប់ពេលក្រោយ5-1 ខែតតែជាស្លាប់ដោយសារងារហួសកម្លាំងដើម្បីប្រាក់មកលោកមីមិនបានកើតរឿងបែបនេះយ៉ាងជាកុកយើងជាប្តីប្រពន្ធច្រើនឆ្នាំមកហើយលោកពិតជាចង់បំផ្លាញកិត្តិយសខ្ញុំបែបនេះមែនទេបំផ្លិចបំផ្លាញខ្ញុំដល់ពេលនេះក៏នៅតែមិនព្រមសារភាពល្អថ្ងៃនេះយើងនឹងបង្ហាញពីការក្បត់គូស្វាមីនេះហើយជាភស្តុតាងដែលអ្នកបកគាត់យកប្រូតោះមើលថាអ្នកណាបោកខ្លួនឯងនេះជាភស្តុតាងការបោកប្រាស់របស់អ្នកមុននឹងមើលខ្លឹមសារខ្ញុំមិនគិតថាអ្នកនឹងក្បត់